ម្ចាស់ចិនណានម្នាក់នេះមានមុខមាត់ធំបែបនេះសូម្បីតែមនុស្សនៅភ្នំលេងអ៊ីងក៏មកជូនពរថ្ងៃខួបកំណើតរបស់គេដែររឿងនេះគឺវាមិនដែរទេលោកម្ចាស់តើភ្នំលេងអ៊ីងនេះជាស្អីទៅភ្នំលេងអ៊ីងនេះគឺជាព្រះពិតរបស់តាសៀពួកគេជាអ្នកអនុវត្តសូម្បីតែស្ដេចឃើញពួកគេក៏ត្រូវតែគោរពដែរគឺជាអ្នកដែលមានឫទ្ធិអំណាចអ្នកអនុវត្តនៅលើពិភពលោកនេះបែបនេះតើមានទៀតដែរទេអាយ៉ានៅលើពិភពលោកនេះធំណាស់ហើយក៏ធ្វើជាកង្កែបក្នុងអណ្ដូងបើសិនជាខ្ញុំអាចធ្វើជាសិស្សនៅភ្នំលេងអ៊ីងអ្វីជាការទទួលមរតកគ្រួសារស៊ូនោះទោះបីជាគេជាមនុស្សដែលមានទេពកោសល្យល្អបំផុតយ៉ាងណាវានៅចំពោះមុខមនុស្សទាំងអស់នេះទ្រព្យសម្បត្តិសិទ្ធិអំណាចគេឈ្មោះគឺសិតតែជារបស់រស័នដែរហឹងយីណាមនុស្សរបស់ភ្នំលេងអ៊ីមិនងាយចេញមុខមកទេតែទៀតជាឱកាសរបស់ឯងហើយលោកប៉ារំជោបាយចូលទៅចិត្តចវាយនេះភ្នំលេងអ៊ីងបើទទួលការសរសើរពីពួកគេទោះបីជាអ្នកបម្រើក៏អាចមានជីវិតរស់រវើកដែរអ្នកបម្រើទោះបីជាអ្នកបម្រើក៏ត្រូវមានប្រភពចេញពីភ្នំលេងអ៊ីងសូម្បីព្រះម្ចាស់ចិនណានឃើញឯងក៏រាក់ទាក់ដែរថាម៉េចខ្ញុំលេងអីមើលឃើញប្រតិកម្មរបស់ពួកគេគួរតែជាបដិកាយអនុវត្តនៅលើពិភពលោកនេះហើយគឺពិតជាមានន័យមែនសាច់ច្បោះធំចាសិបាយបើសិនជាយើងធ្វើដំណើរអត់ប្រយោជន៍ឯងប្រកាសជាស្លាប់ខ្ញុំមិនហ៊ានកុហកសាច់ច្បោះធំទេខ្ញុំនឹងប្រោសម្ចាស់ចិនណានមានអារម្មណ៍ថាដង្ហើមគាត់ដែលប៉ាមនុស្សដែលធ្វើឲ្យពួកយើងថប់ដង្ហើមហើយនៅយប់ម្សិលមិញពួកយើងមើលឃើញការហ្វឹកហាត់របស់គេស្រូបយកធម្មពលវិញ្ញាណនៃឋានសួគ៌និងផែនដីទាំងមូលផែនដីទាំងមូលឯក៏ពុទ្ធលេងសើចហើយអាចឈានដល់អាណាចក្រនោះយ៉ាងហោចណាស់ក៏គាត់ជាបរិសុទ្ធខ្លាំងនៅលើលោកគ្មានមនុស្សបែបនេះទេដូច្នេះខ្ញុំសូមអាស្រ័យច្បងមកផ្ទៀងផ្ទាត់ទៅតើបានដែរទេក្រោយពីលោកគ្រូបានលើកដូច្នេះគាត់ក៏ចង់មកដល់ផ្ទាល់ហើយលោកគ្រូបន្តិចទៀតក៏ដល់ហើយបាទពិតជាមានន័យសរុបយកធម្មពលនៃក្រុងទាំងមូលបើទោះជាคล้ายក៏ដោយយ៉ាងហោចណាស់គេប្រកាសជាអនុវត្តរស័តអណ្ដែតក្នុងឋានមនុស្សលោកនេះជាមិនខានលោកគ្រូចាសេអ៊ីចូលចិត្តនិយាយកុហកតាំងតែពីតូចទោះយ៉ាងណាបើពិតជាអនុវត្ត10ឆ្នាំខ្ញុំអាចទទួលគេជាសិស្សដោយផ្ទាល់នោះគឺតែនោះហើយដែលយើងបានផ្ដល់ឱកាសដល់គេនោះឯងយល់ដែរទេថាម៉េចលោកគ្រូសុកចិត្តទទួលគេជាសិស្សលោកគ្រូឈិតជិនចូលបរោះខ្លាំងនៅក្នុងអាណាចក្រផ្កា3ហើយមកក៏ធ្វើអញ្ចឹងផ្កា3ប្រមូលផ្ដុំនៅលើកំពូលមនុស្សលោកតែងតែនិយាយថាខ្ញុំទៅដល់អាណាចក្រនេះប៉ុន្តែពិតទៅអាណាចក្រដែលមនុស្សមិនអាចឈានទៅដល់គ្រាន់តែនៅក្នុងរឿងនិទានតែប៉ុណ្ណោះចំណាយការកត់ត្រារឿងនិទានផ្កាទាំង3ប្រមូលផ្ដុំនៅកំពូលវាជាការវិលត្រឡប់ទៅកាន់ដើមកំណើតដែលខំប្រឹងប្រែងពេញលក្ខណៈក្នុងជាតិនេះយើងប្រហែលជាមិនអាចទេមិនអាចទៅរួចនោះទេដូច្នេះធ្វើអ្វីតាមដំណើរទៅចុះសួយតន់សូម្បីតែអស់កលជានេះក៏ឆ្លើយត្រូវដែរតាមអ្វីដែលយើងយល់មិនចាំបាច់ប្រកួតទៀតទេមិនបាច់ប្រកួតធាតុទាំងពីរនោះទេណាតើបើគឺចង់មើលទោះបីជាធាតុទី1អ្វីដែលត្រូវការសាកល្បងគឺគ្រាន់តែជាភាពរហ័សរហួនប៉ុណ្ណោះណាប៉ុន្តែសមត្ថភាពដែលស៊ូទាន់បង្ហាញចេញមកយើងគិតថាធាតុទី2គាត់គឺជាមេដឹកនាំដែលគ្មានគូប្រកួតទៅហើយពិតជាអស្ចារ្យបើអញ្ចឹងមិនចាំបាច់នឹងការសាកល្បងទៀតទេការពិតគឺអញ្ចឹងហើយណាបិចទឹកថ្នាំក៏ដាស់នឹងទឹកថ្នាំវាយតម្លៃរបៀបណាទៅលោកគ្រូទាំង3សូមអញ្ជើញវាយតម្លៃបើលោកគ្រូស៊ីនិយាយថាស៊ូអ៊ីងទាត់ជំនាញក្នុងការសរសេរអក្សរចង់ច្រើនជាង10ប្រភេទខ្ញុំមិនជឿទេបើអញ្ចឹងពួកយើងក៏លេខមើលការសរសេរអក្សរចង់ល្អណាស់សរសេរអក្សរចង់ច្រើនជាង10ប្រភេទ10ប្រភេទពិតជាលំបាកហើយអ្នកណាអាចស្គាល់ដល់10ប្រភេទនោះពិតមែនហើយបន្ថែមក្នុងន័យរបស់ឯងគឺមួយប្រយោគនៃទទឹងគឺបង្កើតបេះដូងសម្រាប់ឋានសួគ៌និងផែនដីបង្កើតជោគវាសនាសម្រាប់ទទួលនៅចំណេះដឹងដែលបាត់បង់ពីអតីតកាលនឹងនាំមកនូវសន្តិភាពដល់ពិភពលោកទាំងមូលអស់កលជានិច្ចណាស់សរសេរប្រយោគទាំង4នេះគឺ10ដងប្រើអក្សរចង់ផ្សេងដើម្បីសរសេរគាត់កំពុងព្យាយាមធ្វើបាបខ្ញុំអចេតនាមានអារម្មណ៍ថាគាត់កំធ្វើបាបសួរមិនទាន់ការពិតចង់ធ្វើបាបគាត់ហេតុអីក៏ត្រូវពាក់ព័ន្ធដល់ពួកយើងនោះទោះយ៉ាងណាខ្ញុំមិនចេះសរសេរអក្សរចង់ទាំងនេះទេខ្ញុំចេះតែអក្សរធម្មតាតែប៉ុណ្ណោះសូមស្ងាត់តើឯងហ៊ានទទួលដែរទេមានរឿងអីមិនហ៊ានមួយពិតជាចេះសរសេរអក្សរផ្ចង់ទោះយ៉ាងណាខ្ញុំមិនចេះទេខ្ញុំទទួលចាញ់ប៉ុន្តែខ្ញុំជឿថាគេចេះសរសេរអក្សរផ្ចង់តែ10ប្រភេទទេចំណែកយើងមិនជឿទេខ្ញុំទទួលស្គាល់ចោះចាញ់បើអញ្ចឹងនៃរបស់ពួកឯងគឺលោកគ្រូចាខ្ញុំសុំចាញ់ហើយខ្ញុំមិនចេះសរសេរអក្សរផ្ចង់10ប្រភេទទេហើយរឹតតែមិនអាចសរសេរចេញជា10ដងទៀតប្រហែលខ្ញុំក៏ចាញ់ដែរការវាយតម្លៃលើកនេះគ្មានន័យអីទេ
ពីព្រោះការរៀបចំសម្រាប់តែម្នាក់តាមពិតការតស៊ូអសោសាស្អីទៅទាំងអស់នេះសិតតែពួកខ្ញុំមិនចេះទាំងអស់ត្រូវហើយដូច្នេះមែនកាក់សាក់របស់នេះគ្មានន័យទេពេលនេះពួកគេព្រមប្រើអសរផ្ចង់ទាំង10ប្រភេទសរសេរជាខ្សែទាំង4ខ្ញុំមិនជឿថាលើលោកនេះមានអ្នកណាដែលមានជំនាញអសរផ្ចង់ទាំង10បែបនេះទេគឺលើកលែងតែអាយ៉ាពិតជាខ្លាំងមែនជក់នេះត្រូវកាន់ហើយខ្យល់ធ្លាក់មានស្ថិរភាពបែបនេះទៀតគេពិតជាដូចជាធ្លាប់មានជំនាញហើយពិតជាមានស្នាដៃល្អយើងបាននិយាយប្រាប់ពួកឯងតែពួកឯងមិនជឿសរសេរអក្សរចង់របស់គេពិតជាអស្ចារ្យណាស់គេពិតជាមានថ្វីដៃល្អខ្លាំងណាស់មកប្រយ័ត្នតិចសរសេរបែបនេះសរសេរអក្សរចង់លំបាកបំផុតគេអាចសរសេរបែបនេះគឺសរសេរបែបនេះមែនច្បងច្បល់ខ្ញុំពិតជាមិនស្គាល់ទេអក្សរកម្មមែននេះគឺមិនហៅថាអក្សរខ្វាទេក្នុងនេះគឺមានសិល្បៈពិតមែនហើយពួកយើងទាំងអស់គ្នាមើលអក្សរនីមួយៗដូចជាកំពុងហើយមានជីវិតរស់ល្អណាស់ហួយដៃល្អទឹកថ្នាំទាត់ស្ងួតដល់ស្រួលអក្សរចង់គឺគេសរសេរបែបនេះហើយសរសេរបែបនេះហ៎ក្នុងនោះក៏មានសិល្បៈមែនហើយពួកយើងទាំងអស់គ្នាមើលអក្សរនីមួយៗដូចជាកំពុងតែលោតដូចជាមានជីវិតរស់អញ្ចឹងណាល្អណាស់ពិតជាមានថ្វីដៃល្អស្គ្រីបតាឈីងពិតជាស្គ្រីបតាឈីងមិនពិតមែនហើយហេតុអីក៏ចេះសរសេរអក្សរបែបនេះណោះទេពកោសលពិតជាចម្លែកមែនសគ្រីបផ្លូវការជាសគ្រីបផ្លូវការហើយនេះជាសគ្រីបផ្លូវការក្នុងរឿងនិទានពិតជាអស្ចារ្យមែនហើយគេពិតជាចេះមែនមានអីអស្ចារ្យទៅបើវាមានទេពកោសលនេះទៅវាយ៉ាងម៉េចតែទេមនុស្សរបស់ភ្នំអ៊ីងមកឲ្យយើងប្រជុំតាក់ទងនឹងមនុស្សភ្នំអ៊ីងបានពេលអនាគតយើងនៅតែជន់ឯងនៅក្រោមបាតជើងរបស់យើងក្នុងចិត្តយើងឯងនៅតែជាមនុស្សមួយជីវិតទោះជាយ៉ាងណាក៏ដោយនៅក្នុងជីវិតរបស់យើងឯងគ្រាន់តែជាមនុស្សពិការម្នាក់តែប៉ុណ្ណោះលោកគ្រូសេចក្ដីធំតើនេះជាពុំអក្សរអីទៅមិនដែលឃើញសោះតើនេះគឺពិតជាលយណាស់ប៉ុន្តែខ្ញុំមិនដែលស្គាល់សោះគេបង្កើតឡើងខ្លួនឯងទេនេះគឺតួអក្សរស្ដើងស្អីទៅអក្សរស្ដើងនេះជាតួអក្សរមាសស្ដើងដែលបង្កើតឡើងដោយព្រះអង្គសម័យរាជការសុងហើយស្ដើងពិតជាមិនបាត់បង់សាច់ទេមិនត្រឹមតែធ្វើបានគេនៅអាចសរសេរចេញមកទៀត